ប្រមាណខែមុនធ្វើនំហ៊ីងឥឡូវធ្វើនំហ៊ីងទៀតហើយកាលធ្វើនំហ៊ីងលើកមុនហ្នឹងអត់ចាញ់ពណ៌ស្លឹកតើយទេដោយសារតែយើងដាក់ស្លឹកតើយកកហើយលើកនេះវិញខ្ញុំប្រើលក្ខពណ៌ស្លឹកតើយដើម្បីឲ្យចេញពណ៌ស្អាតមានន័យចេញពណ៌ស្អាតមែនតើបងប្អូនវិធីធ្វើនំហ៊ីងនេះគឺអត់មានអីខុសគ្នាទេគឺធ្វើដូចតែរាល់ដងឯងប៉ុន្តែលើកនេះខ្ញុំអត់ប្រើម្សៅ baking powder ឯងបងប្អូនគឺប្រើតែមេនំប៉័ងហើយសាច់នំឆ្ងាញ់ដូចគ្នាឥឡូវមកមើលពីវិធីធ្វើទឹកស្លឹកតើយយកទៅកម្ដៅអ៊ុន180 ml ស្ករស3ស្លាបព្រាបាយមេនំប៉័ង1ស្លាបព្រាកាហ្វេបងប្អូនកូរឲ្យបានសព្វល្អយើងថែមពងមាន់ចំនួន1គ្រាប់ហើយកូរឲ្យបានសព្វដូចគ្នាទៅកូរសព្វល្អហើយយើងទុកពី3នាទីសិនបងប្អូនហើយនេះគឺជាប្រភេទមេនំប៉័ងដែលខ្ញុំប្រើចាហើយនេះដែរគឺជាទឹកពណ៌ស្លឹកតើយដែលខ្ញុំប្រើបងប្អូនគឺក្លិនស្លឹកតើយនឹងតែម្ដងបន្ទាប់មកម្សៅមីខ្ញុំប្រើ3ខាំកន្លះឬ350ក្រាមដាក់អំបិលនឹងកន្លះស្លាបព្រាកាហ្វេហើយយើងយកទឹកស្លឹកតើយដែលយើងបានលាយបាញ់មិញហ្នឹងយកមកចាក់ម្ដងតិចចឹងទៅចាកូរច្បល់ឲ្យបានសព្វណាបងប្អូនបន្ទាប់មកខ្ញុំថែមប្រេងឆាចំនួន1ស្លាបព្រាបាយទៀតណាចាកុំឲ្យច្បាច់ជាប់ដៃពេកបងប្អូនចង់ប្រើម៉ាស៊ីនក៏បានប្រើដៃក៏បានដែរបើសិនជាបងប្អូនច្បាច់ទៅរៀងជាប់ដៃបងប្អូនលាបប្រេងឆាទៅនឹងដៃតិចទៅគឺអត់ជាប់ទេណាបងប្អូនយើងច្បាច់យ៉ាងណាឲ្យម្សៅយើងនឹងសព្វចូលគ្នាបានល្អចាមើលទៅសាច់ម្សៅយើងក្លាយជាល្បាយតែមួយហើយយើងគ្របទុករយៈពេល1ម៉ោងឬក៏2ម៉ោងបើយើងទុកកន្លែងមានកម្ដៅអ៊ុនតិចម្សៅយើងគឺឆាប់ឡើងបើយើងទុកកន្លែងធម្មតារាងត្រជាក់គឺនំយើងចាំរៀងយូរបន្តិចទៅឡើងបងប្អូនចាឥឡូវម្សៅយើងគឺបានឡើងល្អហើយចាពណ៌ហ្នឹងគឺស្អាតមែនតើហើយសាច់នំឡើងទន់បងប្អូនចាឥឡូវយើងរោយម្សៅទៅកន្លែងក្តារដែលយើងត្រូវច្បាច់ម្សៅហ្នឹងតិចទៅហើយបើខ្លាចជាប់ដៃក៏យើងលាបម្សៅទៅនឹងដៃតិចទៅដើម្បីកុំឲ្យជាប់បងប្អូនម្សៅដែលយើងប្រើគឺប្រភេទម្សៅធ្វើនំប៉័ងឬក៏ម្សៅមីនឹងឯងបងប្អូនហើយយើងគ្រាន់តែច្បាច់ម្សៅយើងឲ្យអស់ខ្យល់មកធ្វើម្សៅយើងឲ្យរាងមូលតិចមកដើម្បីឲ្យងាយស្រួលកាត់អញ្ចឹងណាបងប្អូនចានិយាយទៅការច្បាច់ម្សៅនេះគឺងាយស្រួលទេចង់ធ្វើបែបម៉េចក៏បានដែរហើយបន្ទាប់មកយើងធ្វើម្សៅយើងរាងទៅវែងតិចមកបងប្អូនហើយយើងកាត់ជាដុំតូចល្មមបើសិនជាបងប្អូនចង់បាននំហ៊ីងរាងធំយើងកាត់រាងធំតិចទៅចំពោះលើកនេះខ្ញុំកាត់រាងដុំតូចល្មមដោយសារតែយើងដាក់ជៀនទៅនំយើងឡើងរាងធំដែរចាប៉ុណ្ណឹងគឺល្មមហើយបើថាយើងធ្វើរាងធំណាចាពេលដែលយើងដាក់ជៀនទៅនំយើងកាន់តែធំទៀតហើយបងប្អូនចាឥឡូវយើងកាត់ម្សៅយើងរហូតដល់អស់មកហើយយើងរោយម្សៅតិចមកដោយសារតែម្សៅយើងរាងទន់ហើយយើងធ្វើម្សៅយើងឲ្យរាងមូលទៅបងប្អូនកុំដាក់ម្សៅច្រើនពេកដោយសារតែដាក់ម្សៅច្រើនពេកពេលជ្រលក់ល្ងបងប្អូនគឺជ្រលក់អត់សូវជាប់ទេអញ្ចឹងគឺយើងដាក់ម្សៅតិចបានហើយពេលដែលជ្រលក់ល្ងហ្នឹងគឺយើងសកាត់តិចទៅបងប្អូនសប៉ែតខ្លាំងក៏មិនអីដែរសប៉ែតតិចក៏មិនអីដែរឲ្យតែជាប់ល្ងអញ្ចឹងណាយើងធ្វើបែបហ្នឹងរហូតដល់អស់ទៅបងប្អូនអត់មានអីពិបាកទេហើយចំពោះនំហ្នឹងសាច់ម្សៅ3ខាំកន្លះហ្នឹងធ្វើបានរៀងច្រើនដែរតាបងប្អូនហើយនំនេះអាចនិយាយបានថាគឺងាយស្រួលធ្វើបងប្អូនចាងាយស្រួលជាងនំផ្សេងផងព្រោះថាគ្រឿងផ្សំក៏អត់សូវច្រើនដែរនិយាយទៅប្រភេទពួកនំប៉័ងនេះគឺអត់ពិបាកធ្វើទេចំពោះល្ងបងប្អូនអាចដាក់តិចឬច្រើនតាមការចូលចិត្តណាបើសិនជាអត់សូវចូលចិត្តល្ងច្រើនគឺយើងដាក់តែកដាលតិចដូចនំក្រូចទៅបងប្អូនចាបើសិនជាចូលចិត្តល្ងច្រើនគឺយើងដាក់ល្ងរៀងច្រើនតិចទៅអត់ជាបញ្ហាទេហើយចំពោះនំដែលយើងប្រឡាក់ល្ងហើយហ្នឹងគឺយើងត្រូវតែក្របបងប្អូនកុំឲ្យស្ងួតម្សៅណាចាឥឡូវយើងក្របទុកសិនទៅបន្ទាប់មកយើងមកដាក់ប្រេងឆាឲ្យរៀងក្តៅសិនណាបងប្អូនតម្រាំប្រេងឆាយើងក្តៅយើងចាប់ផ្ដើមយកម្សៅហ្នឹងមកកិនខ្លះមកបងប្អូនមកកិនឲ្យសប៉ែតតិចចឹងណាខ្ញុំអត់កិនម្ដងទាំងអស់ទុកទេដោយសារតែកិនម្ដងទាំងអស់ទុកវានឹងអាចយឺតមកវិញព្រោះថាម្សៅនំហ៊ីងហ្នឹងយឺតបងប្អូនចាគឺសប៉ែតមកល្មមចឹងអត់ឲ្យស្ដើងពេកទេបងប្អូនខ្ញុំកិនតែពី3ទុកមកល្មមជៀនម្ដងឯងព្រោះថាយើងកិនតែផ្លែតហ្នឹងហើយបងប្អូនហើយពេលដែលនំចិត្តឆ្អិនយើងចាប់ផ្ដើមកិនបន្ថែមបន្តទៀតចឹងទៅអាស្រ័យលើបងប្អូនផងដែរចង់កិនទាំងអស់ក៏បានឬក៏ធ្វើដូចខ្ញុំនេះក៏បានដែរតាមការចូលចិត្តទេហើយអត់មានអីពិបាកទេបងប្អូនចាឥឡូវយើងបានកិនហើយពី3ហើយយើងទៅមើលប្រេងឆាយើងតើក្តៅហើយនៅចាពេលដែលប្រេងឆាក្តៅហើយយើងចាប់ផ្ដើមដាក់នំយើងជៀនហើយនំទី1នេះប្រេងឆាក៏អត់សូវក្តៅខ្លាំងចឹងទៅនំអត់សូវឡើងទេបងប្អូនចាពេលដែលប្រេងឆាយើងក្តៅខ្លាំងហើយយើងចាប់ផ្ដើមបន្ថយភ្លើងឲ្យនៅរាងតូចបានហើយដោយសារតែនំយើងគឺឆាប់ខ្លោចមែនតើនំហ៊ីងបងប្អូនយើងដាក់តាមមួយផ្លែតហ្នឹងនំយើងចាប់ផ្ដើមក្រហមហើយយើងឆាប់ប្រែផងណាបងប្អូនចាហើយបើសិនជាចង់ឲ្យនំយើងឡើងយើងគោះតិចចឹងណាបងប្អូននំយើងនឹងឡើងល្អតែម្ដងចាពេលដែលនំយើងក្រហមទាំងសងខាងហើយយើងចាប់ផ្ដើមស្រង់នំយើងមកហើយយើងដាក់ជៀនបន្ទាប់គ្នាអញ្ចឹងណាពេលដែលដាក់មួយហើយចានំមួយចិត្តឆ្អិនទៅខ្ញុំបាំងនំមួយទៀតចូលបងប្អូននំហ៊ីងនេះគឺធ្វើលឿនណាបង
ប្អូនពេលដែលយើងធ្វើម្សៅហើយដាក់ជៀនតែមួយផ្លែតគឺឆ្អិនអស់តែម្ដងគឺឆាប់បានញ៉ាំមែនទែនយើងបន្តជៀននំយើងរហូតអស់អញ្ចឹងបងប្អូនការជៀននេះគឺយើងអាសាប្រែបងប្អូនដោយសារតែនំយើងគឺឆាប់ខ្លោចព្រោះយើងប្រើស្ករហើយនំហ៊ីងហ្នឹងគឺឆាប់ខ្លោចមែនទែនតែម្ដងអញ្ចឹងគឺយើងប្រែចោះប្រែឡើងដើម្បីឲ្យនំយើងនោះឆ្អិនបានស្មើគ្នាឥឡូវយើងស្រង់ដាក់កញ្ច្រែងឲ្យស្រស់ខ្លាញ់សិននំហ្នឹងពេលដែលជៀនឆ្អិនមិនទាន់ទេកូនខ្ញុំសុំម្នាក់មួយយកទៅញ៉ាំអញ្ចឹងណាបងប្អូនគាត់ចូលចិត្តណាស់ព្រោះថានំហ្នឹងងាយស្រួលធ្វើហើយរសជាតិវាក៏ឆ្ងាញ់ដែរបងប្អូនធ្លាប់ញ៉ាំនំហ៊ីងនៅស្រុកខ្មែរគឺអត់ចាញ់គ្នាទេបងប្អូនព្រោះថាកាលខ្ញុំនៅស្រុកខ្មែរខ្ញុំចូលចិត្តញ៉ាំនំហ៊ីងជាមួយនឹងកាហ្វេទឹកដោះគោនិយាយពីថាត្រូវគ្នានោះបងប្អូននំហ៊ីងហើយនឹងកាហ្វេឬក៏តែអីហ្នឹងញ៉ាំពេលព្រឹកគឺត្រូវខ្លាំងមែនទែនហើយអត់ដឹងថាវិធីធ្វើហ្នឹងងាយស្រួលអញ្ចឹងទេកាលពីមុនណាស្មានតែពិបាកអញ្ចឹងប៉ុន្តែឥឡូវពេលដែលដឹងក្បួនទៅគឺងាយស្រួលហើយយើងធ្វើតែមួយផ្លែតហ្នឹងគឺបានញ៉ាំហើយគ្រាន់តែយើងទុកម្សៅអញ្ចឹងទៅហើយលើកហ្នឹងធ្វើមកគឺចេញពណ៌តាមចិត្តតែម្ដងបងប្អូនកាលមុនហ្នឹងចង់ធ្វើឲ្យបានពណ៌ហ្នឹងដែរប៉ុន្តែយើងប្រើស្លឹកតើយកហើយពណ៌អត់ចេញបែបហ្នឹងទេគឺរាងស្រាលបងប្អូនតែបើយើងប្រើជាប្រភេទលក្ខពណ៌ស្លឹកតើយហ្នឹងគឺដូចគ្នាតែម្ដងហើយពណ៌វិញចេញមកឡើងស្រស់តែម្ដងណាបងប្អូនមើលទៅស្អាតមួយយ៉ាងដែរបើនៅស្រុកខ្មែរអត់មានពណ៌ហ្នឹងទេភាគច្រើនគឺពណ៌សយើងធម្មតាហ្នឹងបងប្អូនចាសាច់នំឆ្ងាញ់ណាស់ឥឡូវបើសិនជាបងប្អូនចូលចិត្តកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាព្រោះថាវិធីធ្វើវិញងាយស្រួលខ្លាំងមែនទែន